ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញអំពីសម្រស់ធម្មជាតិនៅក្នុងប្រទេសរបស់យើងចុះពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញវីដេអូនេះហើយក៏ពុកម៉ែបងប្អូនមួយចំនួនធំគាត់បានស្គាល់ហើយថានៅតំបន់ណាចុះពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូមួយនេះគឺស្ថិតនៅក្នុងការតំបន់ខេត្តសៀមរាបគឺចម្លាក់ដែលមានស្រែដុំមកគឺមានដូចស្អាតចឹងពុកម៉ែបងប្អូនទាំងអស់គ្នាមើលទៅគឺវាស្អាតមែនទេបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាបងប្អូនទាំងអស់គ្នាជឿឃើញថាពិតច្បាស់ចាស់មែនទេអ្វីសំខាន់គឺនៅក្នុងរដូវកាលពណ៌បៃតងមួយនេះគឺទេសភាពគឺស្អាតមែនទេគ្រប់ប្រាសាទទាំងអស់ដែលនៅស្ថិតនៅក្នុងខេត្តសៀមរាបពោពេញទៅដោយសម្រស់ពណ៌ខៀវខ្ចីពណ៌បៃតងគឺមើលទៅស្អាតមែនទេពុកម៉ែបងប្អូនទាំងអស់គ្នាអ្វីដែលសំខាន់ស្ងប់ស្ងាត់ហើយវាមានអារម្មណ៍មួយថា fresh ចាទាក់ទងទៅនឹងភ្ញៀវអន្តរជាតិចាថាភ្ញៀវជាតិអន្តរជាតិទេនៅពេលទៅបានទៅលេងពេលដែលគាត់បានឃើញអំពីទេសភាពមួយហ្នឹងវាធ្វើឲ្យអារម្មណ៍គាត់ស្រស់ថ្លាស្រស់ស្រាយមែនទេស្ងាត់ហើយមានអារម្មណ៍ថាវាមើលទៅវា fresh ហ្មងបងប្អូនទាំងអស់គ្នាសូម្បីតែយើងមើលនៅភ្នែកចាសូម្បីតែយើងមើលនៅក្នុងវីដេអូក៏យើងមានអារម្មណ៍ថារំភើបស្រស់ស្រាយមែនទេចុះតម្រុំតែយើងបានទៅដល់កន្លែងទៀតតើយើងមានអារម្មណ៍បែបណាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញហើយនៅក្នុងវីដេអូមួយនេះចាទាំងភ្ញៀវជាតិនិងអន្តរជាតិបានទៅមើលអំពីទេសភាពដែលល្អឯងដែលបំពេញបរិះខ្មែរយើងបានបន្សល់ទុកហើយវាក៏ជាសម្រស់ធម្មជាតិមួយដែរផ្នែកមែនទេពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះគឺស្ថិតនៅក្នុងខេត្តសៀមរាបគឺនៅខ្លងទ្វារខ្មោចបងប្អូនទាំងអស់គ្នាចាយើងគាត់ថាការមុនអត់សូវជាមានអាណាចាប់អារម្មណ៍ទីប៉ុន្តែឥឡូវនេះចាទាក់ទាញភ្ញៀវមែនទេបងប្អូនទាំងអស់គ្នាបានឃើញវីដេអូនឹងហើយរាល់វីដេអូទាំងអស់គឺផុសចេញមកពីតំបន់ទាំងអស់អញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមោទនភាពរបស់យើងមួយដែរពុកម៉ែបងប្អូនទាំងអស់គ្នារូបភាពចម្លាក់មួយនេះគឺដែលមានស្នាមដុំមកដូចសាពុកម៉ែបងប្អូនទាំងអស់គ្នាភ្ញៀវជាតិអន្តរជាតិគាត់ទៅមើលសម្រាប់នៃធម្មជាតិមើលថ្មមើលរូបចម្លាក់វាពិតជាអស្ចារ្យមែនទេចាយើងឃើញថាមួយរយៈនេះគឺផ្ទុកអំពីព័ត៌មាននេះមែនទេអំពីតំបន់ទេសចរមួយនេះមានអារម្មណ៍ថាផ្ទុកមែនទេអញ្ចឹងបងប្អូនទាំងអស់គ្នាក្នុងនេះយើងគឺជាកូនខ្មែរចាយើងបានឃើញអំពីសមិទ្ធផលហ្នឹងហើយដូនតារបស់យើងបានបន្សល់ទុកឲ្យគឺពិតជាមានប្រថាប់បញ្ចុចខ្លាំងមែនទេអ្វីសំខាន់គឺបញ្ចេញសម្រស់ទាក់ទាញភ្ញៀវអន្តរជាតិនិងជាតិជាច្រើនដើម្បីចូលទៅទស្សនាហើយក៏ជាកន្លែងដែលទាក់ទាញចំណាប់អារម្មណ៍ពីពួកគាត់មែនទេហើយអ្វីសំខាន់មួយទៀតនោះគឺរូបចម្លាក់មួយចេញមកមានក្បូរក្បាច់ហើយពេលដកស្រែមកមានថាវា frame វាស្អាតហើយវាប្លែកអារម្មណ៍របស់បងប្អូនទាំងអស់គ្នាអញ្ចឹងពួកយើងទាំងអស់គ្នាគឺមានតែចូលរួមចាលើកស្ទួយវិស័យទេសចរក៏ដូចជាជួយចែករំលែកឲ្យកាន់តែច្រើនដើម្បីឲ្យពិភពលោកបានឃើញអំពីសម្រស់ចាំតែថោកប៉ាវហ្មងចាឲ្យឃើញសម្រស់នៃធម្មជាតិឲ្យឃើញសម្រស់នៃដូនតារបស់យើងបានបន្សល់ទុកឲ្យអញ្ចឹងពួកបងប្អូនទាំងអស់គ្នាជួយចែករំលែកវីដេអូនេះឲ្យបានច្រើនដើម្បីឲ្យដឹងទៅដល់ពិភពលោកថាប្រទេសកម្ពុជាយើងពិតជាមានសម្រស់ស្អាតស្អាតមែនទេចាគួរឲ្យទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកចូលលេងឲ្យប្រទេសកម្ពុជាយើងកាន់តែមានភ្ញៀវកាន់តែច្រើនតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាបានឃើញហើយគឺរដូវកាលពណ៌បៃតងនេះគឺពិតជាស្រស់ស្អាតមែនទេអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រប់យ៉ាងគឺមកពីមានសន្តិភាពមែនណាបងប្អូនទាំងអស់គ្នាកាលណាតែមានសន្តិភាពភ្ញៀវជាតិនិងអន្តរជាតិមកលេងគឺអត់បាក់ភ័យព្រួយទេព្រោះអីប្រទេសរបស់យើងគឺមានសន្តិភាពហើយមានស្ថិរភាពមានសុវត្ថិភាពទៀតចាអញ្ចឹងបានធ្វើឲ្យប្រទេសផ្សេងចាភ្ញៀវអន្តរជាតិមកចូលលេងនៅប្រទេសកម្ពុជាយើងដោយមានបារម្ភចាមកលេងហើយមានតែភាពសប្បាយមានតែភាព fresh នៅក្នុងអារម្មណ៍គាត់នៅពេលដែលគាត់ធ្វើការគាត់ហោះទៅប្រទេសគាត់វិញគឺមានតែអនុស្សាវរីយ៍ល្អៗនិងទេសភាពនៃប្រទេសកម្ពុជាយើងគឺបានផ្ដល់ស្នាមញញឹមអ្វីសំខាន់គឺស្នាមញញឹមនៃប្រទេសកម្ពុជារបស់យើងស្នាមញញឹមនៃប្រជាពលរដ្ឋដែរនៅក្នុងខេត្តសៀមរាបក្តីនៅក្នុងខេត្តផ្សេងចាដែលជារមណីយដ្ឋាននៅក្នុងប្រទេសកម្ពុជាយើងហើយយើងក្នុងនេះយើងគឺជាកូនខ្មែរគួរតែចូលរួមចែករំលែកអ្វីដែលជារបស់ខ្មែរអ្វីដែលជាគេមរតកដូនតារបស់យើងដើម្បីឲ្យពិភពលោកបានឃើញកាលណាតែយើងចែករំលែកម្នាក់មួយចាសង្ស័យក្នុងប្រទេសយើងហើយវាអាចទៅដល់ក្រៅប្រទេសវាអាចធ្វើប្រទេសគេចាប់អារម្មណ៍គេចង់មកមើលចាទោះបីក្នុងខែភ្លីមែននៅពេលដែលព័ត៌មាននេះបានទៅដល់ស្រុកគេនេះខ្ញុំជឿថាច្បាស់ណាស់ចាភ្ញៀវអន្តរជាតិនឹងចូលមកមើលអំពីតំបន់ទេសចរដែលកំពុងតែរីកលូតលាស់ចាក៏ដូចជាប្រាសាទបុរាណរបស់ខ្មែរយើងដែលបំពេញបរិះបានបន្សល់ទុកឲ្យគឺបានបញ្ចេញស្នាមញញឹមក៏ដូចជាស្នាមញញឹមទាក់ទាញទៅកាន់ភ្ញៀវទេសចរដើម្បីឲ្យចូលមកលេងប្រទេសកម្ពុជាយើងកាន់តែច្រើនអញ្ចឹងពួកបងប្អូនទាំងអស់គ្នាជួយចែករំលែកវីដេអូនេះឲ្យបានកាន់តែច្រើនផងដែរ